Hello ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Vlog Animal TK Animal TK ប៉ុសនេះគឺចង់និយាយពីសត្វតែបងប្អូនសត្វជាពិសេសវីដេអូខ្ញុំដែលធ្វើកន្លងទៅពេញនិយមខ្លាំងមែនទែនគឺវីដេអូសត្វគោអញ្ចឹងខ្ញុំចេញថ្នាំជាច្រើនកាលសបកសត្វគោឈឺខ្លាំងគឺខ្ញុំចេញច្រើនដោយសារចង់ជួយបងប្អូនទាំងអស់គ្នាទាក់ទងសត្វចិញ្ចឹមឥឡូវបងប្អូនមើលគោខ្ញុំទាំងអស់គ្នាតោះ Let's go ហើយខ្ញុំមានបញ្ហាមួយទាក់ទងគោគឺមានចាជន់ទី3មកតាមយាយីខ្លាំងមែនតើដែលធ្វើឲ្យខ្ញុំមានបញ្ហាចងគោវល់តែគោដាច់ចាឥឡូវទៅមើលឬគល់នៃមូលខេត្តទាំងអស់គ្នាចាដំបងបងប្អូនណាអត់មានមាត់ច្រកទេអញ្ចឹងខ្ញុំត្រូវការលូនចាខ្ញុំដាក់ជើងនេះមួយមកអូយមានទីការលូនជាខ្លាំងនេះខ្លាំងមែនតើអូសក់ឡើងបាហើយយើងក៏បានលូនហើយចេញរួចហើយដែរបងប្អូនទៅមើលនេះម្ចាស់របស់គាត់បានអង្គុយខ្វៀលគោគាត់បងប្អូនខ្ញុំនឹងសួរសំណួរខ្លះតែគាត់បងប្អូនចង់ដឹងសំណួរអីខ្លះសំណួរអីប្រាប់ខ្ញុំមកខ្ញុំនឹងសួរគាត់ឲ្យថ្ងៃហ្នឹងខ្ញុំសួរគាត់តាក់ទងមួយគាត់ចិញ្ចឹមគោមួយឆ្នាំអីតែឯងចិញ្ចឹមគោមួយឆ្នាំអីមួយឆ្នាំអី50ឆ្នាំបងប្អូនណែបត់ពិសោធន៍គោ50ឆ្នាំចាដៃ5ហ្នឹងគឺ50មិនមែន5ឆ្នាំទេណាគោអីដែលសយជាងគេអូកាន់ទៅសយអត់ចំណេញទេទិញថ្លៃគោដែលកាន់សយមិនមែនកញ្ចៅកលាច់មិនមែនអីទាំងអស់បងប្អូនគោដែលទិញថ្លៃទិញមកថ្លៃហួសពេកកាន់ទៅសយបងប្អូនលក់អត់ចំណេញទេឥឡូវមើលមេមួយនោះដោយហើយបងប្អូនមើលអត់ច្បាស់ហេដោយហើយខ្ញុំនឹងឲ្យបងប្អូនមើលចិត្តហើយពីរនោះកូនម៉េចអីអញ្ចឹងខ្ញុំនឹងឲ្យបងប្អូនទៅមើលហើយទៅមើលឫសគល់បងប្អូនឲ្យហេតុបដានេះឫសគល់ដែលធ្វើឲ្យគោនឹងស៊ីឆ្មៅហើយវាដាច់ខ្សែរួចហ្នឹងបងប្អូនឥឡូវយើងទៅមើលទាំងអស់គ្នាចង់ដឹងមុខសញ្ញាអីខ្លះចិត្តដាច់ហើយហ្នឹងអូចិត្តដាច់ហើយហ្នឹងចិត្តដាច់ហើយផ្ទះមួយបងប្អូនឬគល់បងប្អូននេះដាច់អីចាដាច់មកកណារហើយហើយអានេះនៅតែមានតសៃបងប្អូនខ្ទង់10តសៃជាងហើយអានេះចាស្ទុហ្នឹងគឺស្នាដៃគាត់នេះស្នាដៃគាត់ហ្នឹងតែមិនមែនមួយនេះបងប្អូនមានមួយទៀតមេខ្លោងថ្ងៃហ្នឹងគឺទៅពំ7គេមកទេបងប្អូនខ្ញុំថត7ឲ្យបងប្អូនមើលហើយដល់កហើយនិយាយទៅទប់លែងឈ្នះហ្មងមើលបងប្អូនមើលនេះឡើងតក់អស់លេងហើយនេះខ្សែគោដាច់ហ្នឹងនិយាយទៅគាត់យាមខ្សែគោហ្នឹងឯងបងប្អូនយាមខ្សែគោវាចាលោកបងឆ្កែនេះឆ្កែរបស់ខ្ញុំហ្នឹងឯងគាត់គៀមតក់អស់ហើយនេះអត់ទាន់ដាច់ទេតែខ្សែនេះដាច់ហើយនេះខ្សែគោទៅវែងអញ្ចឹងនេះបងអូនដាក់ឈ្មោលបាន2ខែនេះអត់ដឹងផើមហើយបងប្អូនអើយពងតរារែកតែឲ្យថ្លៃបាគេហើយបងប្អូនអស់70000និយាយទៅរៀងរៅកតុយកតុំអីកាយ៉ាវអីមកស្អាតបងប្អូនអត់មានទោសអីទេស៊ីមកអែមេដាក់ឈ្មោលហើយមកផ្ទាល់ថតដល់បងប្អូនឃើញចឹងហ្មងនេះមេខ្លោង